ខ្ញុំលឺគេនិយាយថាប្រសិនបើចង់រាប់អានគ្នាយូរកុំឲ្យលុយគេខ្ចីខ្ញុំលឺគំនិតមួយនេះខ្ញុំលឺគេនិយាយបែបនេះខ្ញុំមានអារម្មណ៍ថាច្រេញមែនទែនដំបូងដៃបងប្អូនត្រូវគិតទៅលើចំណុច2ទី1គឺខ្លួនរបស់យើងហើយយើងមានលទ្ធភាពដែរឬក៏អត់ហើយម្នាក់នោះជាមិត្តរបស់យើងបែបណាប្រសិនបើយើងមានលទ្ធភាពហើយគេគឺជាមិត្តដ៏ល្អរបស់យើងគេហាមាត់ពឹងយើងបើយើងមានលទ្ធភាពយើងជួយគេទៅមិត្តរបស់យើងជួយវាទៅឲ្យវាទៅរំពឹងផលតបមកវិញធ្វើស្អីវាគឺជាមិត្តរបស់យើងដែលយើងយល់ថាវាមានតម្លៃប៉ុន្តែប្រសិនបើយើងមានលទ្ធភាពហើយវានោះយើងអត់ទាន់ច្បាស់ទេប៉ុន្តែយើងមានបំណងចង់ជួយដោយសារតែយើងមានបេះដូងល្អជួយទៅក្រែងយើងមានលទ្ធភាពយើងរំពឹងអីគេហើយប្រសិនបើយើងជួយទៅវាគ្មានកំណើតលុយប៉ុណ្ណឹងបងប្អូនអាចមើលធ្លុះអំពីចរិតអំពីសន្តានរបស់មនុស្សម្នាក់បងប្អូនយល់ថាបងប្អូនចំណាយលុយនឹងត្រូវទេបាទគឺពិតជាល្អប្រសើរមែនទេចុះប្រសិនបើយើងអត់មានលទ្ធភាពយើងប្រាប់មិត្តរបស់យើងនឹងតាមត្រង់ទៅថាពួកម៉ាក់សម្លាញ់អញអត់មានលទ្ធភាពជួយទេអត់មានលទ្ធភាពមែនហើយមើលជាក់ស្ដែងគឺអត់មែនតែប៉ុណ្្នឹងឯង